ឆ្វេងមកដៃជាបន្តទៀតពីធុនប៉ាជេប្រកួតម្ដងបាទគឺទទួលបានជ័យជំនះរីឯយៈកាន់ប្រកួត3ដងឈ្នះ2នឹងស្មើ1បាទចូលគេខំទត់ធាក់ស្នាមពីប៉ាជេដើរចូលធាក់ឆ្វេងពីប៉ាជេបាទតែសុំសម្រួលទីសិនយ៉ាងណាសម្រាប់ទស្សនិកជនពុកម៉ែបងប្អូនលោកតាលីយាយដែលជាអ្នកគ្រប់គ្រងបាទវិស័យប្រដាល់គុណខ្មែរជាពិសេសចង់បាទឃើញការប្រកួតថ្នាលគុណខ្មែរជួយបាទគ្រប់គ្រងជួយ share បាទការផ្សាយនៅក្នុងការប្រកួតថ្ងៃទី11ខែឧសភានេះផងព្រោះថាមានគូថ្នាលរហូតដល់បាទ5គូនោះបាទគិតតាំងការប្រកួតវគ្គប្រៃប្រដណ្ដើមពានបាទចឹង share បន្តមកជើងស្ដាប់ពីធុនប៉ាជេ1 2 អូបាទ4 5 6 7 8បន្តការប្រកួតបាទបន្តការប្រកួតបានបាត់បទពិសោធន៍តិចមែនតែប៉ាជេតត់ធ្ងន់មួយជើងឆ្វេងជាបន្តទៀតពីប៉ាជេបាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159
បាទយ៉ាងណា 9 បាទ 10 អត់ទេបាទមិនអាចបន្តការប្រកួតបានទេបាទត្រឹមតែទឹកទី1តែប៉ុណ្ណោះបាទសោកស្ដាយសម្រាប់កីឡាករបាយកាន់ក៏ចូលរួមអបអរសាទរជ័យជំនះបាទលើកទី2នៅក្នុងអាជីពសម្រាប់កីឡាករបង្គោលក្រហមធុនតាជេ បាទអរគុណច្រើនបាទយើងឃើញថាការប្រកួតគូនេះគឺបានត្រឹមតែមួយទឹកតែប៉ុណ្ណោះបាទដោយសារតែកីឡាករបាធុនប៉ាជេគឺប្រើបាទស្នៀតទាត់រំថើនរបស់ខ្លួននឹងធ្វើឲ្យកីឡាករបង្គោលខៀវបាទគឺឈឺបយៈកាន់មិនអាចបន្តការប្រកួតបានបាទយើងទស្សនារូបភាពយឺតបង្ហាញជូនបាទពីក្រុមការងារបច្ចេកទេសបាទត្រង់នេះបាទទាត់រលាស់ស្ដាំបាទចូលធ្ពក់ដល់កខាងក្រោយឯនោះបាទបន្ទាប់មករាប់លើកទី1ហើយក៏អាចបន្តការប្រកួតបានបាទធុនប៉ាជេមិនបង្អង់យូរក៏ទាត់ឆ្វេងរលាស់មួយទៀតអូយបាទមួយជើងនេះបាទលាន់ស្នូហើយក៏បាទកីឡាករយៈកាន់នឹងបង្ហាញអាការៈថាដៃរបស់គាត់នឹងគឺរៀងមានបញ្ហាបាទយើងទស្សនាម្ដងហើយម្ដងទៀតណែអូយបាទមានធំក៏ប៉ុន្តែបាទជាមួយនឹងការទាត់លើកជើងរលាស់របស់គាត់គឺថាស្អាតមែនទែននេះបាទទាត់ហើយទាត់ទៀតបាទពីកីឡាករបាទធុនប៉ាជេធ្វើឲ្យកីឡាករយៈកាន់គឺមិនអាចបន្តដំណើរបានទៀតទេបាទអរគុណច្រើនបាទយ៉ាងណាយើងស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលជាផ្លូវការតែម្ដង បាទសូមអរគុណកីឡាករបង្គោលក្រហមធុនប៉ាជេឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវបោះបង់ការប្រកួតនៅក្នុងទឹកទី1 បាទអរគុណអបអរសាទរទៅដល់ធុនប៉ាជីដែល